Cambodia, UNDP contributes to raising awareness, creating opportunities, and giving young people a voice to engage in climate governance. Today, we gather not only to discuss climate action, but to recognize and amplify the leadership of young people, shaping a more sustainable, more just future for Cambodia. ក៏សូមប្រកាសបើកសន្និសីទយុវជនកម្ពុជាឆ្នាំ2025និងវេទិកាពិគ្រោះយោបល់ស្ដីពីផែនការរៀបជាតិរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ 3.0 ពីពេលនេះតទៅបាទសូមអរគុណ កម្មវិធីខ្ញុំគិតថា session មួយវាមានសារៈសំខាន់ខ្លាំងសម្រាប់អ្នកដែលចូលរួម participate នៅក្នុង event ថ្ងៃហ្នឹងក៏ដូចជាមិនថាតអ្នក participate នេះគឺអ្នកដែលជាប្រជាជនដែលរស់នៅលើផែនដីនេះទាំងមូលគឺពិតជាមានសារៈសំខាន់មែនតើដោយសារតែ each session គឺយើងបានន័យថាយើងដូចមានជាកម្មវិធី break out room ក៏ដូចជាការ discussion ផ្សេងយើង exchange education ក៏ដូចជាមានការ discuss អីផ្សេងអញ្ចឹងទៅវាធ្វើឲ្យយើងទទួលបានកំណត់ថ្មីក៏ដូចជាពិសេសគឺទៅលើបញ្ហាបរិស្ថានរបស់យើងដែលចោតខ្លាំងមែនតើសម្រាប់ជា pollution រាល់ថ្ងៃនេះ ថាយុវជនមកពីវិស័យឬសាលាផ្សេងឯងយើងអាចចូលរួមបានទាំងអស់គ្នាទាំងការកាត់បន្ថយប្រើប្រាស់ plastic ឬក៏ការចូលរួមដាំដើមឈើឬក៏ការចូលរួមផ្សព្វផ្សាយបរិញ្ញាគ្នាទៅវិញទៅមកឬក៏ផ្សព្វផ្សាយឬក៏ចែករំលែកនៅព័ត៌មានឬក៏កម្មវិធីដែលគេធ្វើតាក់ទងជាមួយនឹងជាពិសេសកម្មវិធីដូចថ្ងៃនេះចឹងល្អមែនទែនសម្រាប់យុវជនហើយខ្ញុំគិតថាសង្ឃឹមថាឆ្នាំក្រោយៗទៀតយុវជនគាត់ចាប់ផ្ដើមមានអារម្មណ៍ថាកិច្ចការទាំងអស់នេះគាត់គួរតែចូលរួមវត្តមានរបស់គាត់សម្លេងរបស់គាត់គួរតែបានឮនៅក្នុង statement នេះដែរ ការធ្វើការងារជាក្រុមសំខាន់ទៅលើការស្ដាប់គ្នាទៅវិញទៅមក ហើយមួយទៀតសមាជិកក្រុមគាត់ flexible ដែរ ខុសទាំងអស់គ្នាហើយត្រូវទាំងអស់គ្នាបង